សំសួរមួយលោកគ្រូតើបដិច្ចសមុបាទទៅធរមានន័យដូចម្ដេចដែរមិនហៅខ្ញុំថាគ្រូទេបើសិនជាប្អូនខ្ញុំហៅខ្ញុំថាបងបើសិនជាបងខ្ញុំហៅខ្ញុំថាប្អូនបើសិនជាក្មេងពេកក៏ហៅខ្ញុំថាលោកពូលោកអ៊ំក៏បានដែរនឹងហើយព្រោះខ្ញុំមិនមែនជាគ្រូទេអ្វីដែលខ្ញុំចែករំលែកគឺជាចំណេះដឹងដែលខ្ញុំចេះដឹងតិចតួចតែប៉ុណ្ណោះឯងខ្ញុំខ្លាចខ្ញុំមិនបាននិយាយព្រោះជីវិតហ្នឹងវាមិនទៀងណាមិនដឹងជាថាថ្ងៃនេះបាននិយាយស្អែកបាននិយាយអត់អាសេចក្តីស្លាប់ហ្នឹងវាប្រកបណាព្រោះមិនដឹងជាពេលណាអញ្ចឹងខ្ញុំមានឱកាសខ្ញុំនិយាយឲ្យហើយទៅហ្នឹងហើយសង្ឃឹមថាបានជាប្រយោជន៍ដល់ញាតិពធខ្លះតែប៉ុណ្ណោះឯងហ្នឹងហើយពាក្យថាបដិច្ចសមុបាទធរបានន័យថាជាធរដែលកើតអាស្រ័យគ្នាជាធរដែលកើតអាស្រ័យគ្នាបន្តគ្នាជាធរដែលកើតព្រោះមានការប្រជុំតាក់តែងហ្នឹងគឺជានិយមន័យហើយសម្រាប់ធម្មកថាខ្លះក៏លោកបកស្រាយអំពីអរិយសច្ចៈ4គឺមានទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈហើយនិងមគ្គសច្ចៈអ្នកខ្លះក៏បកស្រាយអញ្ចឹងអ្នកខ្លះក៏បកស្រាយអំពីទុក្ខទាំង12កងទុក្ខទាំង12កងដែលមានអវិជ្ជា1សង្ខារ2វិញ្ញាណ3រូបនិងនាម4អាយតនៈ5ភាសៈ6វេទនា7តណ្ហា8ឧបាទាន9ភព10ជាតិ11ជរាមរណៈហ្នឹង12កងហ្នឹងឯងហ្នឹងហើយទុកទាំង12កងអ្នកខ្លះក៏និយាយពីរឿងហ្នឹងអ្នកខ្លះក៏និយាយអំពីហេតុនិងផលណាអ្វីដែលមានហេតុទើបមានផលអាហ្នឹងក៏ជាបដិច្ចសមុបាទធម៌ដែរណានិយាយ3ហ្នឹងនិយាយមួយណាក៏បានដែរឲ្យតែអាចយល់បានគឺអត់ខុសទេអញ្ចឹងបើចង់យល់ច្បាស់បងអូនត្រូវតែរៀនត្រូវតែសិក្សាប៉ុន្តែខ្ញុំបញ្យល់មួយទៅចោះនិយាយអំពីហេតុនិងផលព្រោះជាធម៌អាស្រ័យគ្នាទើបអាចកើតផលទៅបានណាឧទាហរណ៍ថាបងអូនមានគ្រាប់ស្វាយមួយគ្រាប់ស្វាយមួយគ្រាប់ជាគ្រាប់ស្វាយបងអូនយកទឹកដាំនៅលើដីនោះដែលមានជីដែលមានទឹកដែលមានជីដែលមានទឹកដែលមានកម្ដៅថ្ងៃដែលមានខ្យល់បរិយាកាសទាំងអស់នោះវាធ្វើឲ្យបានផលមកស្វាយមួយដើមទៀតណាអញ្ចឹងអាដុះចេញមកជាស្វាយហ្នឹងបានន័យថាវាជាផលអញ្ចឹងមុននឹងកើតស្វាយហ្នឹងវាមានធរអាស្រ័យគ្នាខាងដើមហ្នឹងគឺមានក្រពូជមានដីហើយដីនឹងមានជីវជាតិមានទឹកមានកម្ដៅថ្ងៃមានបរិយាកាសជុំវិញនោះឯងអាទាំងអស់ហ្នឹងហៅថាអាស្រ័យគ្នាទៅវិញទៅមកអាស្រ័យគ្នាហើយបានចេញជាផ្លែស្វាយច្រឡំចេញជាផ្លែស្វាយចេញជាដើមស្វាយបានធំតទៀតចេញជាផ្លែស្វាយជាពូជបន្តអានឹងជាធម៌អាស្រ័យគ្នាឈ្មោះថាបដិច្ចសមុបាទឬមួយក៏មួយទៀតគឺថាអ្នកសាងអំពើណាផលក៏ចេញមកយ៉ាងនោះអញ្ចឹងអ្នកសាងហេតុណាផលវិញចុងអានឹងក៏ឈ្មោះថាបដិច្ចសមុបាទធម៌ដែរគឺជាសច្ចធម៌ហើយគឺជាធម៌ដែលត្រឹមត្រូវទៅតាមហេតុផលនោះគឺជាសច្ចធម៌គឺជាបដិច្ចសមុបាទធម៌ហើយអញ្ចឹងបងអូនត្រូវយល់កន្លែងហ្នឹងណាព្រោះការបញ្យល់វាអាស្រ័យលើធម្មកថាផ្សេងតែប៉ុណ្ណោះឯងគេបញ្យល់ខុសគ្នាដូចខ្ញុំបានរៀបរាប់ខាងលើនោះឯងគេចង់បញ្យល់អំពីអរិយសច្ចៈ4ក៏បញ្យល់ទៅបញ្យល់ពីទុកទាំង12កងក៏បញ្យល់ទៅបញ្យល់អំពីហេតុនិងផលក៏បញ្យល់ទៅតែទាំងអស់ហ្នឹងវាកសោបវារោមតែមួយទេគឺនៃដើមហ្នឹងគឺបដិច្ចសមុបាទនឹងឯងប៉ុន្តែពាក្យហ្នឹងគឺជាក្បាលម៉ាស៊ីនណាពាក្យថាបដិច្ចសមុបាទគ្រាន់ថាវាដុសចេញទៅវាមានច្រើនដែលគេអាចបំបែកដែលគេអាចនិយាយបានយ៉ាងណាអាស្រ័យលើបុគ្គលនោះជាអ្នកនិយាយហើយជាអ្នកអាចយល់បានអញ្ចឹងសរុបរួមបដិច្ចសមុបាទបានន័យថាគឺជាធម៌ដែលកើតអាស្រ័យគ្នាធ
ធម៌មួយកើតធម៌មួយកើតហើយបន្តធម៌មួយទៀតឲ្យកើតបន្តគ្នាហ្នឹងគឺជាធម៌ដែលកើតបន្តគ្នាបានន័យថាវាមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតអញ្ចឹងណាវាអត់មានដាច់គ្នាដូចជាមនុស្សយើងបង្កើតមនុស្សអញ្ចឹងគឺវាមានធាតុផ្សំទាំងអស់ហ្នឹងដូចជាមនុស្សពីរនាក់ប្រុសនិងស្រីរួមសង្វាស់គ្នាទៅវាមានធាតុញីធាតុឈ្មោះចូលគ្នាវាបូករួមនឹងមានវិញ្ញាណមួយមកបដិសន្ធិផងទើបបានកើតជាមនុស្សមួយទៀតអាហ្នឹងហៅថាធម៌បដិច្ចសមុបាទគឺធម៌ដែលវាអាស្រ័យគ្នាទៅវិញគឺជាធម៌ដែលអាស្រ័យគ្នាទៅវិញទៅមកនឹងឯងឈ្មោះថាបដិច្ចសមុបាទខ្ញុំសង្ឃឹមថាអូននឹងបានយល់ជាភាសាញាតិពធទាំងឡាយក៏អាចស្ដាប់យល់ទៅចោះហ្នឹងហើយសម្រាប់ការបកស្រាយបើសិនជាមានកំហុសសង្ឃឹមថាធម្មកថាដែលមានបញ្ញាខ្ពស់ជាងខ្ញុំនឹងជួយកែតម្រូវផងហ្នឹងហើយខ្ញុំបកស្រាយទៅតាមអ្វីដែលខ្ញុំបានចេះដឹងតែប៉ុណ្ណោះឯងហ្នឹងហើយព្រោះការនិយាយហ្នឹងក៏អត់មានសភៅអត់មានអ្វីនៅពីមុខដើម្បីមើលបន្តិចអត់មានទេគឺនិយាយតាមការចេះចាំចេញពីខួរក្បាលតែម្ដងអញ្ចឹងការនិយាយការបកស្រាយវាមានភ្លាត់សម្ដីខ្លះខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា